បាទសូមគោរពសួស្តីខែថ្មីដែលជាខែមេសាខែនេះដែរយើងចូលមកដល់រដូវកាលសង្ក្រាន្តហើយបងប្អូនណាបាទជារដូវកាលចូលឆ្នាំថ្មីរបស់យើងបាទរបស់ប្រជាជនខ្មែរយើងយ៉ាងណាមិញคลิปវីដេអូនេះដែរគឺខ្ញុំត្រូវការទុះទាយមើលរិស័យសម្រាប់ឆ្នាំយើងទាំង12បាទប៉ុន្តែការមើលនេះគឺមើលទៅតាមក្បួនចិនណាបងប្អូនណាបាទនៅក្នុងតម្រាក្បួនចិននៅថ្ងៃនេះគឺជាថ្ងៃទី4មេសាគឺជាពេលវេលាមួយដែលផ្លាស់ប្ដូរខែល្មមគឺមានន័យថាខែចាស់គឺផ្លាស់នៅក្នុងថ្ងៃទី4ហ្នឹងចូលមកដល់ខែថ្មីដែរបាទអញ្ចឹងខែថ្មីនៅក្នុងខែមេសានេះតាមក្បួនចិនគេហៅថាខែរោងដែលចូលមកគ្រប់គ្រងចាប់ពីថ្ងៃទី4ហ្នឹងទៅបាទហើយក៏ត្រូវជាថ្ងៃសែនឆេងមេងគឺថ្ងៃទី4ហ្នឹងដែរមូលហេតុអីទើបថ្ងៃទី4នេះទើបជាថ្ងៃសែនឆេងមេងអ្នកដែលរើសយកថ្ងៃសែនឆេងមេងនៅថ្ងៃទី4នេះគឺហេងខ្លាំងមែនទែនព្រោះសែនហើយគឺបានផលបាទបានផលទាំងយើងអ្នកសែនបានទទួលទៅដល់ដូចថាផ្ដល់ផលទៅដល់ចដូនជាតាកងម៉ាដែលបានចែកឋានទៅដូចគ្នាបាទព្រោះថ្ងៃទី4នេះទើបឋានពិភពរបស់អរូបទាំងឡាយបើយើងនិយាយឲ្យចំទៅគេថាភពឋានមួយទៀតដែលមនុស្សដែលចែកឋានទៅហ្នឹងគឺនៅក្នុងឋានហ្នឹងគឺគេចាប់ផ្ដើមបើកទ្វារនៅក្នុងថ្ងៃទី4ហ្នឹងដែរដើម្បីអនុញ្ញាតឲ្យព្រលឹងដូនតាគ្រប់គ្នាទាំងអស់មកទទួលសំណែនពីកូនចៅដែលគាត់ទៅសែនដល់ធ្នូសែនឆេងមេឃហ្នឹងបាទអញ្ចឹងសម្រាប់បងប្អូនដែលគេមានគ្រូចិនសែប្រាប់ព័ត៌មានអស់ហ្នឹងគឺគេសែនយកថ្ងៃហ្នឹងថ្ងៃនេះថ្ងៃទី4ថ្ងៃទី5ថ្ងៃទី1ទី7ទី8ទី9ដល់ថ្ងៃទី12គឺជាពេលវេលាល្អខ្លាំងណាស់ព្រោះជាពេលវេលាមេឃដីអភ័យបើកទ្វារអនុញ្ញាតឲ្យព្រលឹងដូនតាគ្រប់ទាំងអស់អាចមកទទួលយកសំណែនពីមនុស្សលោកជាកូនជាចៅសែនទៅឲ្យអូខេឥឡូវខ្ញុំសូមមើលរាសីសម្រាប់ខែ4ហ្នឹងហើយអ្នកដែលខ្ញុំត្រូវមើលជូនដំបូងនេះគឺជាបុគ្គលឆ្នាំជូតបាទនៅក្នុងខែរោងនេះដែរណាផ្កាយពិភពតារាសាស្ត្រដែលចូលមកក៏ផ្លាស់ប្ដូរនៅពេលនឹងដែរបងប្អូនណាគឺផ្លាស់ប្ដូរនៅក្នុងថ្ងៃនឹងដែរចឹងនាំឲ្យតារាសាស្ត្រដែលមានអត្តពលដ៏កំពូលខ្លាំងក្លាមហិមាប្រចាំយុគ9ហ្នឹងគឺផ្លាស់ប្ដូរចូលមកធ្វើជាអត្តរាជសោយរាជនៅលើចក្រវាលហ្នឹងចាប់ពីថ្ងៃហ្នឹងដូចគ្នាបាទអញ្ចឹងនៅក្នុងថ្ងៃហ្នឹងខែហ្នឹងបើយើងនិយាយអំពីផ្កាយគឺជាផ្កាយលេខ9ចូលមកគ្រប់គ្រងចក្រវាលយើងទាំងមូលហើយនឹងបញ្ចេញសិទ្ធិអំណាចបញ្ចេញនៅកម្លាំងដ៏មហិមាមានការប៉ះពាល់ទៅដល់ពិភពលោកទាំងមូលបាទព្រោះជាផ្កាយអំណាចគ្រប់គ្រងចក្រវាលនៅក្នុងយុគ9ហ្នឹងបាទហើយផ្កាយលេខ9ហ្នឹងចូលមកអញ្ចឹងហេតុការណ៍ដែលកើតឡើងណាបងប្អូនដូចជានាំឲ្យក្នុងខែ4ហ្នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចនៅក្នុងខែ4នេះគឺញ័ររញ្ជួយរំជើបរំជួលគ្រប់ប្រទេសទាំងអស់នឹងមានផលប៉ះពាល់ដោយសារអំណាចនៃការគ្រប់គ្រងរបស់ផ្កាយលេខ9បាទដែលមានអំណាចខ្លាំងបំផុតនៅលើពិភពលោកនេះដែលមកគ្រប់គ្រងលើស្ថានភាពចក្រវាលទាំងមូលហើយអង្រុនធ្វើឲ្យសេដ្ឋកិច្ចគេហៅថាសង្គ្រាមពាណិជ្ជកម្មនឹងកើតឡើងបាទព្រោះជាផ្កាយអំណាចខ្លាំងក្លាណាស់គ្មានអីទប់ទល់បានទេនៅក្នុងខែ4ហ្នឹងបាទចាំប៉ះពាល់ទាំងអស់គ្រប់ប្រទេសបាទអូខេឥឡូវនេះយើងមកមើលរាសីសម្រាប់បុគ្គលឆ្នាំជូតតើរាសីគាត់នៅក្នុងខែ4ហ្នឹងចាប់ពីថ្ងៃទី4ហ្នឹងឃ្លាយរហូតដល់ថ្ងៃទី5វិញខែក្រោយ
តើនិស្ស័យគាត់យ៉ាងណាសម្រាប់បុគ្គលឆ្នាំជូតជើងលេខកំណត់មកថាដំណើរជីវិតរបស់គាត់នឹងគឺស្រស់ស្រាយបាទគឺរីករាយរាសីឡើងខ្លាំងមិនត្រឹមតែអ្នកធ្វើការអ្នកដែលមានមុខតួនាទីតំណែងទីដែលគាត់រាសីឡើងខ្លាំងលុយចូលមកពីគ្រប់ទិសទីទាំងអស់បាទការងារមកកាន់តែច្រើនលៀបមកកាន់តែច្រើនហើយនឹងទទួលបានគេហៅថាការគ្រប់គ្រងទទួលបានភាពជោគជ័យនឹងគ្រប់ទាំងអស់នេះបុគ្គលឆ្នាំជូតរាសីនៅក្នុងខែ4សម្រាប់បុគ្គលដែលគាត់មានតួនាទីភារកិច្ចបាទមុខតំណែងគឺកំពុងតែរីករាយខ្លាំងមែនទែនក៏មិនខុសអីសម្រាប់បុគ្គលទាំងឡាយដែលគាត់មានជាអ្នកធ្វើការទេប៉ុន្តែគាត់ជាអ្នកធ្វើជំនួញមិនថាជំនួញនឹងតូចធំឬក៏ជាអ្នកលក់ដូរកាពិកប៉ុកអីទេនៅក្នុងដើមខែ4នេះជើងលេខរបស់បុគ្គលឆ្នាំជូតនេះគឺមមេញឹកញាប់ដៃញាប់ជើងបាទបើលក់ដូរគឺលក់ដូរកំពុងតែដាច់បាទបើលក់ដូរណាកំពុងតែដាច់ហើយប្រាក់ចំណេញហ្នឹងក៏កំពុងតែស័ក្តិសមនឹងកម្លាំងពលកម្មដែលខ្លួនកំពុងតែបំពេញបើនិយាយពីអតិថិជនទាំងចាស់ហើយក៏មានអ្នកថ្មីចូលមកពីគ្រប់ទិសទីទៀតដែរនាំឲ្យបុគ្គលឆ្នាំជូតហ្នឹងជើងលេខលក់ដូររស់ស៊ីមានផលចំណេញច្រើនបាទប៉ុន្តែពាក់ព័ន្ធជាមួយនឹងសុខភាពបាទប្រយ័ត្នប្រយែងមានសុខភាពចូលមកយាយីធ្វើឲ្យបុគ្គលឆ្នាំជូតហ្នឹងកើតទៅជាសុខភាពមិនល្អព្រោះក៏ជួនកាលទៅប្រឹងប្រែងភ្លេចបាយភ្លេចទឹកនាំឲ្យខ្លួនឯងហ្នឹងខូចសុខភាពហើយក៏សូមប្រយ័ត្នដែរសម្រាប់បុគ្គលឆ្នាំជូតនៅក្នុងខែ4នេះក៏អាចមានរឿងប្រជែងកើតឡើងតតាំងអាចคล้ายទៅជារឿងធំផ្ទុះទៅជារឿងធំដែលនាំឲ្យខាតបង់លុយកាក់ទៅវិញហើយកើតទៅជារឿងផ្ដឹងផ្ដាល់តវ៉ាដោះស្រាយអូសបន្លាយទៅយូរតទៅខែក្រោយទៀតចឹងបុគ្គលឆ្នាំជូតណាសូមប្រុងប្រយ័ត្នកន្លែងនឹងបន្តិចដែរបាទបើមានហេតុការណ៍អីជួបដោយធ្វើឲ្យខ្លួនយើងនឹងទប់កំហឹងមិនបានហ្នឹងគឺសូមគិតនឹកដល់ពីទំនាយអំពីរាសីនៅក្នុងខែ4នេះយើងរលុយបានយើងជោគជ័យប៉ុន្តែសូមប្រយ័ត្នតមពាក្យស្ទមតម្ដីខន្តីអារម្មណ៍ឲ្យនឹងណោមានរឿងអីត្រូវត្រឹងគិតឲ្យបានម៉ត់ចត់ដើម្បីពង្វៀងរឿងតូចឲ្យទៅជាអត់រឿងបាទចឹងបុគ្គលឆ្នាំជូតណាបាទនៅក្នុងខែទី4នេះខែ4ខែមេសានេះដែលតាមក្បួនចិនគេហៅថាជាខែរោងរាសីមេឃមកជាមួយគ្នាមកជាធាតុមាសបូកបាទចឹងរោងនេះខែរោងនេះមកជួយបុគ្គលឆ្នាំជូតប៉ុន្តែព្រោះវាពាក់ព័ន្ធជាមួយនឹងផ្លូវច្បាប់បាទអាចឆ្លោះឆ្លយកើតជាចំនួនមិនទៀងត្រង់រស់ស៊ីជាមួយគ្នាហ្នឹងមានគេមិនទៀងត្រង់បំពេញធ្វើឲ្យយើងហ្នឹងជាប់ក្លេគេដោយមិនដឹងខ្លួនបាទអញ្ចឹងហើយក៏សូមឲ្យបុគ្គលឆ្នាំជូតគេហៅថាប្រុងប្រយ័ត្នដល់ខ្លួនឯងទៅណាបាទហើយបើសិនថាលោកគ្រូធម្មតាតែមើលរាសីចឹងហើយចង់ដឹងថាចុះបើខ្លាចកើតជារឿងខ្លាចកើតអីចឹងតើមានវិធីសាស្ត្រណាការពារបានដែរឬអត់សូមបញ្ជាក់បងប្អូនណាសម្រាប់វិធីការពារនាំលៀបនាំសំណាងកិច្ចផុតពីរឿងធំទាំងឡាយហ្នឹងបាទបើសិនជាកូនសិស្សដែលគាត់មានអាខ្សែដៃកម្មនឹងហើយសូមពាក់ជាប់ខ្លួនជាប្រចាំណាមានអាខ្សែដៃកម្មពណ៌ស្វាយនេះប៉ុន្តែសូមបញ្ជាក់ណាដល់តែខ្សែដៃកម្មពណ៌ស្វាយហ្នឹងទើបបាន
tách tên vô bông ấy xên copy nắng có bàn này bà chẳng bộ miền sai đầy đừng hỏi tiện ở chọc luôn buộc nhầm chưa tha cồn sắp phía chớn sắp cả miền hơi buộc nè để trôi chất tam đàn ca mư để xây ca chạy lên bị rương có buồn hồng xôi bị thi ca bìa có buồn ấy xên chui lên để xây ấy nắng cái nhầm chưa tha cồn sắp tiền nắng quạt mư tam đàn hỏi nhầm tay tè bánh trẻ chun hà nơi khi nông sầm mãi ca chụp vào buồn ní cứ miền tại sai đầy propriety để ai chui oi bom ôn côn sơ tiền lại nâng từ tua bàn liếp chuột nâng sầm náng kích phốt ở rương thông tiền bà công mực nghĩ sai đầy propriety nâng bom ôn á ba chẳng miền tại bàn nâng tìสำหรับปอลเมียนบัดแท้บอบอมโอนจังสูนวมเปะปอนเรื่องไอ้ซิงหรือมวยกระจังเนี่ยบอมโอนคลาก็ท้าก็จังบานสายใดดังใดจังแตะตองตามนาไอ้นั่งนะบาดก็อาจชาตามเตลิกรามโซนดอกปรำมวยปรำบวนมาเพย์ใบปรำใบร้อยแปดสิบปรำใบบานจังบาสันเจียปอลเมียนบัดแท้เมียนแต่แตะตองตามเตลิกรามมันก็คอตามลิงนั่งกับบานได้โอเคจูนโป้ส่งไอ้บอมโอนโกนขโมยถึงสบายในขนมแคบบุญนี่เตียงนี่บา